សូមជម្រាបសួរពុកម៉ែបងប្អូនតោះយើងនាំគ្នាទៅលេងនៅឆ្នេរមួយដែលហៅថាឆ្នេរដងតេ នៅខេត្តកំពតចាដងតេយ៉ាងម៉េចដែរលោកអ្នកបងប្អូនអានេះកន្លែងក្មេងលេងមានកន្លែងដើរឆ្លងទឹកហើយខ្ញុំថតជុំវិញនឹងមានគេហៅជិះស្អីស្គីស្លាយពីលើមកខ្ពស់នោះសម្រូតចុះមកធ្លាក់ចូលទឹកហ្នឹងក្មេងៗចុះចិត្តលេងហើយខ្ញុំខ្លាចអានេះហ៊ានលេងហើយគេមានអូបជិះមានទូកជិះកំសាន្តសម្រាប់ការហែលទឹកលេងកំសាន្តហ្នឹងហើយមានកប៉ាល់នេះមួយធំមិនដឹងថាធ្វើបើកតាណាទេឃើញគេចតទៅកន្លែងហ្នឹងហើយខាងនោះត្រៃមួយខាងគឺកោះពីមស្នេហ៍នៅខាងត្រៃមួយខាងនេះគឺដងតេហើយកន្លែងឆ្នេរដងតេហ្នឹងមានម្ហូបអាហារឆ្ងាញ់ណានៅទីនោះមានឆ្នេរខ្សាច់មានដងតេហើយគេលេងបាល់លេងអីរំកំសាន្តនៅទីនោះពិតជាសប្បាយក្មេងៗអីងុយទឹកលេងទីនោះសប្បាយត្រជាក់ផ្ទៃមេឃនិងភ្នំព័ទ្ធជុំវិញស្អាតក៏ទៅក៏ទីរួមខេត្តកំពតមានរមណីយដ្ឋានជាច្រើនដែលស្អាតនាំឲ្យពុកម៉ែទៅលេងដោយមិនចិត្តណាយពេលរសៀលម៉ោង2ម៉ោង3ខ្ញុំក្តៅអត់ងុយទឹកទេអង្គុយមើលក្មេងៗហាលទឹកលេងមើលទៅចង់លេងដែរប៉ុន្តែអត់មានអារម្មណ៍ចង់លេងទេហើយនេះខ្ញុំបានជិះទូកមកត្រឡប់មកវិញមកកោះពីមស្នេហ៍កន្លែងចំណតទូកមកដល់ចំណតទូកនិយាយជាប់មកហើយមើលខ្ញុំអង្គុយនៅលើកន្លែងមួយម្នាក់ឯងហើយឲ្យបងស្រីថតឲ្យអង្គុយលើសាឡាងហ្នឹងមើលទៅត្រៃម្ខាងឃើញថាស្ងប់ស្ងាត់ទេសភាពសម្លឹងទៅទឹកជិះទូកត្រឡប់ទៅវិញទៅមកជាមួយក្រុមការងារដំណើរកំសាន្តជាមួយក្រុមការងារថ្ងៃសម្រាប់អរគុណព្រះអង្គដែលមានឱកាសជួបជុំគ្នាពិតជាមានអនុស្សាវរីយ៍ដែលល្អឲ្យយើងចងចាំហើយកន្លែងនេះយើងកន្លែងគេងឆ្ងាយយើងអាចជិះកង់ហើយមានអាងទឹកសម្រាប់ហែលនៅទីនឹងមានទឹកដ៏ខៀវស្ងាត់ដែលយើងអាចងូតលេងបានហើយពេលយើងឆ្ងាយពេកយើងជិះកង់អានេះខ្ញុំជិះកង់បដាខ្ញុំថតបដាជិះកង់តាមនឹងទៅដល់កន្លែងញ៉ាំអាហារកន្លែងយើងជួបជុំសន្និបាតរៀនព្រះបន្ទូលព្រះនិងប្រកបអាហារញ៉ាំជុំគ្នាហ្នឹងហើយយើងថតទេសភាពឲ្យពុកម៉ែបងប្អូនមើលហើយនៅតាមហ្នឹងមានបន្ទប់នៅតាមឆ្នេរហ្នឹងបន្ទប់គេស្អាតហើយល្ងាចឡើងយើងអង្គុយយល់តងលេងកំសាន្តសប្បាយទៅជាអារម្មណ៍អញ្ចឹងទៅហើយសបោដើមឈើនៅទីនោះមានដើមតារ៉េនដើមខ្នោដើមគ្រប់ប្រភេទទាំងអស់គេដាំមានដើមកពីងរាជមានជាច្រើនដើមឈើជាច្រើនដែលគេដាំនៅទីនោះជាពិសេសជិះកង់លេងសប្បាយអនុស្សាវរីយ៍ដែលយើងជិះតាមម៉ូតូណាយើងខានជិះកង់យូរដល់ជិះកង់លើក្តារស្ពានអញ្ចឹងមួយយ៉ាងដែរតាអានេះឆ្នេរដងតេពិតជាស្អាតស្រស់ស្អាតណាស់ពុកម៉ែបងប្អូនទៅកំពតកុំភ្លេចចូលលេងកំសាន្តផងហើយតិចហើយមើលពេលយើងជិះទូកមិនឆ្ងាយទេឆ្លងប្រហែលជា10នាទី5នាទីដល់ហើយអ្នកទូកនឹងចិត្តល្អទៀតគាត់បានឈប់ឲ្យខ្ញុំថតចៅទូកកាយៈលេងនៅទីនោះសប្បាយទេសភាពស្អាតមើលជុំវិញទៅសិតតែដើមដូងដោះនៅលើឆ្នេរនៅលើនេះអូបក្មេងៗគេចូលចិត្តជួលអូបជិះលេងចឹងសប្បាយមួយយ៉ាងរបស់គេទៅខ្ញុំមកចូលចិត្តសម្លឹងមើលផ្ទៃមេឃនិងភ្នំហើយនិងទឹកធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយទឹកហើយនិងភ្នំជាប់គ្នាមើលទៅសំណោះឃើញស្នាព្រះហស្ថព្រះអង្គចាអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់អរគុណសូមព្រះប្រទានពរ